ដើមឆ្នាំ2026ថ្ងៃនេះឡើងទៅប៉ារីចាទៅកន្លែងបញ្ចុះសពប៉ារីបែកស៊ីថតឃ្លីបខ្លីដាក់រៀលហើយភ្លេចថាពាក្យខ្មែរនឹងកន្លែងបញ្ចុះសពទីបញ្ចុះសពបងប្អូនហើយរហូតនឹកអត់ឃើញគេទៅភ្នោហើយចេញមកវិញទៅចេញពីភ្នោអើយលោកឯងលោកឥឡូវនេះខ្ញុំបានមកដល់ហើយចានេះខ្ញុំថតតែបន្តិចទេណាបងប្អូនចាចូលមកគឺគេមានបង្គន់តែជួនអីគឺគេបិទទ្វារគេមានកាលសម្រាប់ស្រោចផ្កាណាតើឲ្យយើងស្រោចផ្កាស្រោចអីនៅកន្លែងទីបញ្ចុះសពនឹងឯងហើយមានកន្លែងទឹកចាបើកទៅចេញទឹកចេញអីធម្មតានឹងឯងហើយនេះជាភ្នោណាបងប្អូនចាពេលដែលគេបញ្ចុះហើយភ្នោនេះដែរមិនមែនបញ្ចុះបានតែម្នាក់ឯណាបងប្អូនចាបញ្ចុះបាន2នាក់ក្នុងភ្នោមួយគឺគេដាក់លើក្រោមនឹងឯងហើយកន្លែងនេះវិញគឺសម្រាប់អ្នកដែលបូជាចាគឺធាតុដាក់អ្នកដែលបូជាណាហើយថ្ងៃនេះគឺនាងខ្ញុំយកផ្កាមកដាក់ភ្នោលោកតារបស់នាងខ្ញុំហើយនឹងម្ដាយរបស់គាត់ចានាងខ្ញុំថតតែបន្តិចទេបងប្អូនព្រោះអត់សូវចូលចិត្តថតវាមិនមែនជាកន្លែងអីដែលយើងត្រូវថតរៀបរាប់ច្រើនណាដាក់ផ្កាឲ្យអុជធូបឲ្យគាត់ព្រោះគាត់ចូលចិត្តធូបចាបារាំងឯងប៉ុន្តែចូលចិត្តធូបណាហើយចេញមកវិញហ្នឹងគឺចូលបន្ទប់ទឹកសាធារណៈមួយផ្លែតទៅបន្ទប់ទឹកសាធារណៈខ្លះចូលអត់កើតទេបងប្អូនអើយគឺក្រិចប៉ុន្តែយើងមើលសិនណាប៉ុន្តែកន្លែងនេះគឺចូលបានចាហើយដូចជាមិនសូវមានមនុស្សអីផងអញ្ចឹងក៏ឆ្លៀតចូលមកផ្លែតទៅនៅតាមដងផ្លូវគឺតែងតែមានបន្ទប់ទឹកសាធារណៈក៏ប៉ុន្តែគ្រាន់តែថាកន្លែងខ្លះយើងពិបាកចូលតិចវាមានក្លិនមានអីចឹងណាចាហើយមកដើរប៉ារីថ្ងៃនេះព្រឹកនេះគឺចំពេលដែលគេមានផ្សារមេឃចារាល់ថ្ងៃសុក្រគឺមានផ្សារមេឃអញ្ចឹងទៅដើរមើលផ្សារមេឃបន្តិចទៅហើយចំពេលភ្លៀងទៅទៀតចាសរសេរស្រាក់ហើយម៉ោង12ជាងថ្ងៃត្រង់ហើយអញ្ចឹងទៅគេចាប់ផ្ដើមរើហើយបងប្អូនចាផ្សារមេឃធម្មតាគេលក់តែមកព្រឹកអញ្ចឹងណាហើយឃើញបន្លែសាច់អីគឺល្អមែនតែនជាពិសេសគឺបន្លែហ្នឹងគឺគ្រប់ពណ៌និយាយទៅគឺស្រស់ហ្មងដើរចុះដើរឡើងហ្នឹងមិនទាន់បានញ៉ាំអីផងចាគឺឃ្លានណាហើយឃើញកន្លែងលក់សំវិចនេះមួយតំណងរបស់គេហើយណាមួយគឺនេះខ្ញុំចូលចិត្តញ៉ាំរបស់អីដែលប្លែកពីប្រទេសផ្សេងអញ្ចឹងណាបងប្អូនចាអញ្ចឹងទៅឃើញគេ speciality Libanese នេះតំណងហើយវានៅជាប់កន្លែងមេត្រូយើងផងចាហើយភ្លៀងសិចស្រាក់ផងចាក៏យកទិញសំវិចញ៉ាំទៅហើយបន្ទាប់មកគឺរត់ចូលរថភ្លើងនឹងតែម្ដងភ្លៀងហើយត្រជាក់មែនតែនដើមឆ្នាំ2026នេះឥឡូវនេះមកដល់យ៉ាហើយដើម្បីឡើងទៅយកត្រាងមួយទៀតដើម្បីឡើងទៅផ្ទះវិញណាបងប្អូនហើយក៏មានឱកាសអង្គុយភ្លក់ចាកំពុងតែចាំរថភ្លើងហ្នឹងគឺអង្គុយភ្លក់ញ៉ាំសំវិចនឹងឯងមានអីឆ្ងាញ់របស់គេនិយាយទៅគាត់nakបើកមកគឺឈ្ងុយជីនៅក្នុងហ្នឹងគឺគេមានដាក់បន្លែហើយមានដាក់ជីដូចរបៀបជីវ៉ាន់ស៊ុយអញ្ចឹងណាបងប្អូនចាហើយនេះខ្ញុំយកសាច់គោហើយនំប៉័ងគេវិញស្ដើងហើយគេកដៅមកស្រួយហើយគេបត់ចូលគ្នាច្រើនស្ទាប់អញ្ចឹងណាញ៉ាំទៅឆ្ងាញ់មួយយ៉ាង